នៅក្នុងវីដេអូមុនយើងបានរៀនអំពីថាព្រះទ្រង់មិនផ្អាកសេចក្តីសន្យារបស់ព្រះដែលទ្រង់សពប្រហាតីឲ្យមនុស្សទាំងអស់បានផ្លាស់ប្រែចិត្តគឺព្រះអង្គមិនសពប្រហាតីឲ្យអ្នកណាមួយវិនិច្ឆ័យទេបងប្អូនហើយការទាំងអស់នេះគឺពិតជាសំខាន់ខ្លាំងណាស់ចំពោះរបៀបនៃការរស់នៅរបស់យើងទាំងអស់គ្នាថាតើពួកយើងទាំងអស់គ្នារស់នៅបែបយ៉ាងម៉េចតើយើងប្រព្រឹត្តបែបយ៉ាងម៉េចនៅក្នុងនាមជាគ្រីស្ទៀននៅក្នុងនាមជាអ្នកដែលគោរពប្រតិបត្តិដល់ព្រះដែលព្រះអង្គបានហៅយើងឲ្យបានធ្វើជាកូនរបស់ផងព្រះអង្គខ្ញុំសូមចែករំលែកជាមួយបងប្អូនទាំងអស់គ្នានៅសេចក្តីបង្គាប់ដែលមាននៅក្នុងព្រះគម្ពីរយូដាសជំពូកទី1ខ20ដល់22ព្រះគម្ពីរបានចែងថាប៉ុន្តែឯអ្នករាល់គ្នាជាពួកស្ងួនភ្ងាអើយចូលរក្សាខ្លួនក្នុងសេចក្តីស្រឡាញ់របស់ព្រះចុះព្រមទាំងរងចាំសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងឲ្យបានជីវិតអស់កលជានិច្ចវិញដោយស្អាងចិត្តឡើងក្នុងសេចក្តីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នាហើយទាំងអធិស្ឋានដោយនៅព្រះវិញ្ញាណផងចូលមានចិត្តអាណិតដល់ពួកអ្នកខ្លះដែលមានសេចក្តីសង្ស័យផងហើយជួយសង្គ្រោះដល់អ្នកដទៃទាំងឆក់យកគេចេញពីភ្លើងហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាចហើយស្អប់ដល់ទាំងអាវដែលស្មោកគ្រោកដោយសាច់ឈាមផងនៅក្នុងការដែលរស់នៅបែបជាគ្រីស្ទៀនការដែលមានសេចក្តីជំនឿជឿជាក់មិនខ្វល់ខ្វាយមិនព្រួយបារម្ភហើយទុកចិត្តទៅលើការពារព្រមទាំងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់នោះគឺវិសេសនោះគឺល្អការនោះគឺជាចំណុចដែលយើងទាំងអស់គ្នាគួរគប្បីនឹងធ្វើប៉ុន្តែអ្វីដែលលើសពីការដែលរស់នៅដោយសេចក្តីជំនឿអ្វីដែលលើសពីការដែលរស់នៅដោយការពឹងអាងហើយជឿជាក់លើព្រះជាម្ចាស់ក្នុងនាមជាគ្រីស្ទៀនក្នុងនាមជាកូនជាបងប្អូនរួមសេចក្តីជំនឿយើងទាំងអស់គ្នាត្រូវជួយគ្នាទៅវិញទៅមកឲ្យបានរងចាំព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿដើម្បីឲ្យយើងបានទទួលនៅជីវិតអស់កលជានិច្ចមានន័យថាបងប្អូនហើយពួកយើងអាចនឹងជំពប់ដួលពួកយើងអាចនឹងជ្រោះចេញប្រសិនបើយើងមិនបានរស់នៅដោយសេចក្តីជំនឿដោយការទុកចិត្តដោយការស្ដាប់បង្គាប់ព្រះនៅក្នុងព្រះគម្ពីរបានប្រាប់ចូលមានចិត្តអាណិតដល់ពួកអ្នកខ្លះដែលមានសេចក្តីសង្ស័យផងបងប្អូនមួយចំនួនដោយព្រោះតែមានការលំបាកខ្លាំងពេកដោយមានតែសេចក្តីវេទនាខ្លាំងពេកនៅក្នុងជីវិតរបស់ពួកគាត់ចាប់ផ្ដើមសង្ស័យលើសេចក្តីសន្យារបស់ផងព្រះជាម្ចាស់ពួកគាត់ចាប់ផ្ដើមសង្ស័យលើការប្រទានពរលើការផ្គត់ផ្គង់របស់ផងព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគាត់នៅពេលដែលគាត់ជួបនៅបញ្ហាដែលទ្រាំពុំបានដែលវាហួសនឹងកម្លាំងគាត់ពេកដែលគាត់គិតស្មានថាគាត់មិនអាចនឹងតទៅមុខទៀតរួចប៉ុន្តែបងប្អូនឯងពួកយើងទាំងអស់គ្នាត្រូវជឿជាក់លើសេចក្តីសង្ឃឹមលើសេចក្តីសន្យាដែលយើងមានដែលព្រះអង្គបានសន្យាចំពោះយើងនោះគឺជាសេចក្តីសង្ឃឹមនៃការទទួលបានជីវិតអស់កលជានិច្ចព្រះអង្គមិនបានសន្យានៅក្នុងពិភពលោកនេះថាយើងទាំងអស់គ្នានឹងមិនមានទុក្ខលំបាកទេប៉ុន្តែព្រះអង្គបានសន្យាថាព្រះអង្គនឹងគង់នៅជាមួយយើងហើយប្រសិនបើយើងខំធ្វើតាមកាន់តាមសេចក្តីជំនឿដើមរហូតដល់ចុងបំផុតនោះយើងនឹងទទួលបានមរតកជាមួយនឹងព្រះយេស៊ូវគ្រីស្ទបងប្អូនហើយការដែលរស់នៅក្នុងពិភពលោកនេះយើងនឹងជួបនៅបញ្ហាជាច្រើនមានពេលខ្លះសេចក្តីសំអប់មានពេលខ្លះការវេទនាខាងសាច់ឈាមដែលយើងទ្រាំសឹងតែពុំបានប៉ុន្តែបងប្អូនត្រូវចងចាំថាយើងមានព្រះដែលគង់នៅជាមួយយើងរបៀបដែលយើងទាំងអស់គ្នាឆ្លើយតបនៅក្នុងបញ្ហាដែលយើងមាននៅក្នុងជីវិតរបស់យើងអាចជួយឲ្យយើងកាន់តែរឹងមាំនៅក្នុងសេចក្តីជំនឿអាចជួយឲ្យយើងកាន់តែទុកចិត្តលើព្រះជាម្ចាស់ថែមទៀតប៉ុន្តែតើបងប្អូនទាំងអស់គ្នាកំពុងតែទូលអង្វរទៅព្រះជាម្ចាស់សូមឲ្យព្រះអង្គប្រទានកម្លាំងនៅក្នុងការលំបាកនេះដែរទេឬក៏បងប្អូនទាំងអស់គ្នាពឹងអាងទៅលើកម្លាំងរបស់ខ្លួនឯងនៅក្នុងការដោះស្រាយបញ្ហាដែលបងប្អូនទាំងអស់គ្នាមាន